បងប្អូនទាំងអស់គ្នាអាចធ្វើការបង្កើតវីដេអូបែបនេះដោយប្រើប្រាស់ជាមួយនឹង AI នេះជា account TikTok មួយដែលមានអ្នក follow 118.5k និងមានអ្នក like ចំនួន2.4 លាន like អញ្ចឹងសម្រាប់ account TikTok របស់គាត់គឺគាត់ធ្វើវីដេអូតាក់ទងជាមួយនឹង Dragon ណាគឺធ្វើវីដេអូតាក់ទងជាមួយនឹងសត្វនាគអញ្ចឹងបងប្អូនប្រកាសจะឃើញមកគឺវីដេអូរបស់គាត់គឺផ្ទុះខ្លាំងមែនតើមកជាក់ស្ដែងដូចវីដេអូមួយនេះគឺមានអ្នកមើលរហូតដល់9លាន 5.7 លាននិងវីដេអូរបស់គាត់ជាច្រើនទៀតគឺមាន view ច្រើនខ្លាំងមែនតើអញ្ចឹងសម្រាប់ content ប្រភេទនេះគឺបងប្អូនអ្នកគ្នាអាចធ្វើបានគឺយើងគ្រាន់តែធ្វើការប្រើប្រាស់ជាមួយនឹង AI ទេគឺយើងអាចផលិត content បែបហ្នឹងបានហើយអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការប្រាប់បងប្អូនតាក់ទងជាមួយនឹងការបង្កើត content វីដេអូបែបនេះដោយប្រើប្រាស់ជាមួយនឹង AI ជាក់ស្ដែងសម្រាប់ content ប្រភេទនេះបងប្អូនអ្នកគ្នាអាចធ្វើការបង្កើតយកទៅផុសចូលទៅកាន់ TikTok ឬមួយក៏ YouTube Short បានគឺល្អខ្លាំងមែនតើសម្រាប់ content ប្រភេទនេះណាគឺមើលទៅវាទំនងខ្លាំងមែនតើដែលនិយាយតាក់ទងជាមួយនឹងសត្វនាគឬមួយក៏ Dragon ណាអូខេអញ្ចឹងមុនចូលទៅធ្វើការបង្កើតសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មកថ្មីណាកុំភ្លេចធ្វើការជួយចុច like ហើយ subscribe channel ខ្ញុំម្នាក់មួយផងតែស្ដែងនេះគឺជា channel YouTube ថ្មីរបស់ខ្ញុំណាអញ្ចឹងសម្រាប់ channel នេះគឺខ្ញុំខាន់ផុសវីដេអូឡើងមួយខែបាទអញ្ចឹងកុំឲ្យស្ងាត់ពេកបាទអញ្ចឹងខ្ញុំចេញវីដេអូនេះណាកុំឲ្យស្ងាត់ channel ពេកបាទគឺខាន់ផុសរយៈពេលមួយខែបាទអញ្ចឹងអត់អីទេបាទខ្ញុំនឹងជាយាមចាញ់និយាយទៅកាន់បងប្អូនបន្ថែមទៀតបាទតាក់ទងជាមួយនឹងការធ្វើនៅលើ channel នេះបាទអញ្ចឹងបងប្អូនអ្នកគ្នាកុំភ្លេចធ្វើការចុច subscribe channel នេះម្នាក់មួយផងអញ្ចឹងជំហានដំបូងតាក់ទងជាមួយនឹងការបង្កើតបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការបើកចូលទៅកាន់ chat GPT សិនមកបន្តមកទៀតបងប្អូនទាំងអស់គ្នាធ្វើការកលេចមើលខាងឆ្វេងណៃគេដាក់ថា explore GPT អញ្ចឹងបងប្អូនចុចទៅលើពាក្យថា explore GPT ហ្នឹងមកបងប្អូនគ្រាន់តែ search ពាក្យថានេះ Flying Dragon Generator បងប្អូនអ្នកគ្នា search ពាក្យហ្នឹងមកហើយយើងចុចទៅលើវាមកហើយបន្តមកទៀតយើងចុចទៅលើពាក្យថា start chat អញ្ចឹងសម្រាប់ content ប្រភេទនេះគឺយើងអត់ពិបាកធ្វើទេគឺយើងអត់ត្រូវការតាក់ទងជាមួយនឹងប្រមញ៉ៃច្រើនទេគឺបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការចូលទៅកាន់ chat GPT គឺយើងអាចធ្វើការបង្កើតវាបានហើយអញ្ចឹងដល់ពេលដែលបងប្អូនធ្វើការចុចទៅលើពាក្យថា Flying Dragon Generator យើងចុចទៅលើពាក្យថា start the generator អញ្ចឹង chat GPT វាកំពុងតែធ្វើការបង្កើតតាក់ទងជាមួយនឹង script សម្រាប់វីដេអូរបស់យើងហើយយើងគ្រាន់តែការរងចាំទៅអូខេនេះតាក់ទងជាមួយនឹង chat GPT គឺវាបានធ្វើការបង្កើតតាក់ទងជាមួយនឹងtopic វីដេអូរបស់យើងអញ្ចឹងតាក់ទងជាមួយនឹង idea វីដេអូណាបងប្អូនអ្នកគ្នាអាចយកទៅធ្វើការបង្កើតបាននេះដូចនេះគឺតាក់ទងជាមួយនឹងស្អីនេះ blood scale នេះហ្នឹងហើយបងប្អូនអាចមើលតាមនឹងបានតាក់ទងជាមួយនឹងការធ្វើវីដេអូបងប្អូនអាច select យកបានអូខេឥឡូវទីហោថាបងប្អូនចង់បានជាមួយនឹង topic មួយណាបងប្អូនពេញចិត្តមួយណាបងប្អូនយកមួយហ្នឹងទៅឥឡូវទីហោថាខ្ញុំយកជាមួយនឹង topic នេះ topic ទី4នេះក៏ដាក់ថានេះmake my horn dragon over ស្អីនេះបងប្អូនយកហ្នឹងមកអញ្ចឹងបងប្អូនគ្រាន់តែធ្វើការវាយលេខដែលបងប្អូនចង់បានណាហ្នឹងហើយឥឡូវទីអត់ថាខ្ញុំយកលេខ4នេះតាក់ទងជាមួយនឹង topic ទី4នេះយើងគ្រាន់តែវាយលេខ4មកយើងចុច enter ទៅអញ្ចឹង chat GPT វានឹងធ្វើការបង្កើតតាក់ទងជាមួយនឹង prompt សម្រាប់ធ្វើការបង្កើតរូបភាពក៏ដូចជាវីដេអូឲ្យយើងហើយអូខេនេះគឺតាក់ទងជាមួយនឹង prompt សម្រាប់ធ្វើការបង្កើតរូបភាពហើយបន្តមកទៀតនេះគឺតាក់ទងជាមួយនឹង prompt សម្រាប់ធ្វើការបង្កើតវីដេអូអញ្ចឹងបងប្អូនគ្រាន់តែធ្វើការ copy ជាមួយនឹង prompt ហ្នឹងមកនេះយើងគ្រាន់តែ copy ជាមួយនឹង prompt image នេះមកនេះ copy វាអញ្ចឹងមកហើយបន្តមកទៀតបងប្អូនត្រូវធ្វើការចូលទៅកាន់ AI សម្រាប់ធ្វើការបង្កើតវីដេអូណាអញ្ចឹងតើតើជាមួយនឹង AI សម្រាប់បង្កើតវីដេអូគឺខ្ញុំប្រើជាមួយនឹង Flow អញ្ចឹងបងប្អូនត្រូវការបើកចូលទៅកាន់ Flow ទាំងអស់គ្នាមកអូខេអញ្ចឹងនៅពេលដែលយើងចូលមកដល់ Flow ហើយបងប្អូនគ្រាន់តែយកពាក្យថានេះ new project អញ្ចឹងកន្លែងនេះគឺជាកន្លែងតាក់ទងជាមួយនឹងការបង្កើតអញ្ចឹងបងប្អូនគ្រាន់តែធ្វើការកន្លែងមើលខាងស្ដាំដៃគេដាក់ថានេះ setting បងប្អូនចូល setting មកអញ្ចឹងកន្លែងនេះបងប្អូនធ្វើការសេរីវាណាហើយតាក់ទងជាមួយនឹងការបង្កើតរូបភាពបងប្អូនយកនេះ916នេះយើងចុចទៅលើវាមកដើម្បីធ្វើការបង្កើតជាទម្រង់បញ្ឈរណានេះគឺតាក់ទងជាមួយនឹងចំនួននៃការបង្កើតបងប្អូនបង្កើតប៉ុន្មានបងប្អូនដាក់ប៉ុណ្ណឹងមកឥឡូវខ្ញុំថាខ្ញុំបង្កើតតែមួយទេខ្ញុំចុច1ហើយនេះគឺតាក់ទងជាមួយនឹងការបង្កើតវីដេអូបងប្អូនយកនេះ916មកយើងយក select មួយអញ្ចឹងមកហើយបន្តមកទៀតកន្លែងនេះបងប្អូនយកនេះហ្នឹងហើយយកខាងលើហ្នឹងមកឬមកក៏យក quality ក៏បានដែរវាអត់អីទេអូខេបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការចូលទៅកាន់ chat GPT របស់យើងធ្វើការ copy ជាមួយនឹង prompt បង្កើតរូបភាពនេះបងប្អូន copy មកនេះគេដាក់ថា image prompt ហ្នឹង copy មកហើយយើងចូលទៅកាន់ flow យើងធ្វើការ paste វាចូលហើយបងប្អូនចុច enter ទៅអញ្ចឹង flow វានឹងធ្វើការបង្កើតតាក់ទងជាមួយនឹងវីដេអូយើងហើយអញ្ចឹងសម្រាប់ prompt នៅក្នុង chat GPT គឺវាបង្កើតឲ្យយើងពីរណាគឺទី1តាក់ទងជាមួយនឹង prompt បង្កើតរូបភាពនិងទី2គឺតាក់ទងជាមួយនឹង prompt បង្កើតជាមួយនឹងវីដេអូក៏ប៉ុន្តែតាក់ទងជាមួយនឹង flow បងប្អូនគ្រាន់តែធ្វើការ copy ជាមួយនឹង prompt image នេះ copy តែ prompt image តែប៉ុណ្ណឹងក៏បានដែរគឺបងប្អូនអាចធ្វើការបង្កើតវីដេអូបានដូចគ្នាអញ្ចឹងតាក់ទងជាមួយនឹង prompt វីដេអូនេះយើងបាច់ប្រើក៏បានដែរយើងគ្រាន់តែ copy ជាមួយនឹង prompt image នេះមកគឺបានហើយអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងបាទតាក់ទងជាមួយនឹង prompt បងប្អូន copy តែ prompt image នេះ copy តែ prompt តែប៉ុណ្ណឹងក៏បងប្អូនអាចបង្កើតវីដេអូបានដែរអូខេឥឡូវវាបានធ្វើការបង្កើតវីដេអូឲ្យយើងហើយនេះអូខេអញ្ចឹងបងប្អូនអ្នកគ្នាអាចធ្វើការ play មើលបានបាទគឺ app មែនតើអានេះតាក់ទងជាមួយនឹងវីដេអូផងយើងណាគឺចំនួន10 second នេះបងអាច play មើលមក អូខេអញ្ចឹងតើតើជាមួយនឹងការបង្កើត content វីដេអូបែបនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអ្នកគ្នាពេញចិត្តកុំភ្លេចធ្វើការចុច like ហើយ subscribe channel ខ្ញុំម្នាក់មួយផងអញ្ចឹងតើតើជាមួយនឹងការបង្កើតគឺឲ្យមានប្របាក់អីទេគឺបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការប្រើជាមួយនឹង chat GPT ហើយតើតើជាមួយនឹងការបង្កើតវីដេអូគឺយើងប្រើជាមួយនឹង flow ណាគឺតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអាចធ្វើការបង្កើតជាមួយនឹងវីដេអូបានហើយអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជម្រាបលាបងប្អូនទាំងអស់គ្នាសិនណាជួបគ្នានៅវីដេអូក្រោយទៀត